บรมอังรหันต์สามพุทธព្រះធម៌ព្រះសង្ឃប្រសើរបំផុតឋិតនៅជាមកុដដឹកនាំលោកក្នុងឱកាសដ៏មហាបវរសូមអរខ្ញុំប្រកាសណានាងខ្ញុំកៅភិរិញ្ញាសូមនមស្ការគុណម្ចាស់គ្រប់ព្រះអង្គក៏ដូចជាជំរាបសួរបងប្អូនលោកតាលោកយាយអង្គពូមីងទាំងអស់គ្នានៅក្នុងរាត្រីថ្ងៃមហាវិសាខបូជានេះដែរនាងខ្ញុំមានកិត្តិយសមែនតើដែលបានមកឈរទីតាំងនៅកន្លែងនេះដើម្បីធ្វើជាបទបង្ហាញមួយជូនទៅដល់បងប្អូនទាំងអស់គ្នាដែលជាម្ចាស់សទ្ធាដែលបានចូលរួមជាមួយនឹងចង្គៀងចាជាចង្គៀងដែលបងប្អូនបានចូលរួមជាមួយនឹងនាងខ្ញុំហើយនៅក្នុងនេះគឺយើងមានជាចង្គៀងដែលនាងខ្ញុំបានប្រកេនមកដល់ព្រះអង្គម្ចាស់គ្រូចាហើយនឹងមានចង្គៀងបែបកាឈូកអញ្ចឹងយើងមើលទៅគឺស្អាតទាំងពីរតែម្ដងអញ្ចឹងឥឡូវនេះបងប្អូនចេះតែចង់ដឹងថាតើចង្គៀងដែលយើងបានធ្វើការបូជាហ្នឹងបានទៅដល់ណាហើយចាហើយបានប្រើប្រាស់នៅទីតាំងកន្លែងណាអញ្ចឹងនៅពេលនេះដែរវេលានេះដែររាត្រីនេះដែរគឺនាងខ្ញុំមានកិត្តិយសចង់បង្ហាញបងប្អូននឹងនាំជូនចាខ្សែចក្ខុបងប្អូនទាំងអស់គ្នានឹងចិត្តបុណ្យរបស់បងប្អូនទាំងអស់គ្នាមកទស្សនាក៏ដូចជាបានឃើញនៅសទ្ធារបស់បងប្អូនដែលបានបំពេញរួចទៅហើយចាដើម្បីបូជាទៅដល់ពុទ្ធគុណគុណព្រះរតនត្រ័យនៅក្នុងថ្ងៃមហាវិសាខបូជានេះអញ្ចឹងឥឡូវបងប្អូនបានឃើញហើយចាគ្រប់ដើមទៀនទាំងអស់គ្រប់ទាំង500ដើមរបស់យើងគឺកំពុងតែបំភ្លឺចាបំភ្លឺដោយបងប្អូនដឹងអញ្ចឹងខាងមុខនេះគឺជាព្រះអង្គចាដំណើរបុណ្យដំណើររបស់អ្នកមានបុណ្យគឺទ្រង់ប្រសូតចាបន្ទាប់មកទី2នោះគឺព្រះអង្គទ្រង់ត្រាស់ដឹងចានឹងចុងក្រោយខាងលើនោះគឺព្រះអង្គទ្រង់ចូលបរិនិព្វានអញ្ចឹងដោយបងប្អូនទាំងអស់គ្នាបានដឹងហើយពន្លឺទៀនគឺជាពន្លឺបញ្ញាដែលកាត់ថ្លៃពំបានមានន័យថាមនុស្សយើងកាលណាយើងមានបញ្ញាយើងមាននៅសេចក្តី